ខ្ញុំជូនសារទៅណែសូមកុំបំផន់ការភ្លេចភ្លាំងប្រវត្តិសាស្ត្រវង្វេងប្រវត្តិសាស្ត្រឬបំភ្លៃប្រវត្តិសាស្ត្រណែធ្វើមិនបានទេកិច្ចព្រមព្រៀងបារាំងសៀមអមដោយផែនទីកាលពីឆ្នាំ1907ណែត្រូវតែគោរពបើណែមិនគោរពទេគឺស្មើនឹងចោលយើងប្រើផែនទីត្រឹមត្រូវរបស់យើងតាមដោយច្បាប់អន្តរជាតិតាមច្បាប់អន្តរជាតិណែចុះហត្ថលេខាជាមួយនឹងបារាំងនៅពេលនោះណែត្រូវតែទទួលស្គាល់ដោយសារណែឯងមិនទទួលស្គាល់ផែនទីនោះហើយគូសផែនទីខ្លួនឯងទើបមានរឿងនេះកើតឡើងដូច្នេះបង្កវិនាសកម្មសម្រាប់ប្រជាជនកម្ពុជា